បើនិយាយពីសត្វកាឌៀបងប្អូនជាច្រើនច្បាស់ជាស្គាល់ហើយមានបងប្អូនភាគច្រើនក៏ធ្លាប់ត្រូវបានរងការយាយីពីបញ្ហាសត្វកាឌៀនេះផងដែរទៅលើសម្ភារៈឬក៏គ្រឿងសង្ហារិមនៅក្នុងផ្ទះរបស់បងប្អូនយើងប៉ុន្តែមិនដឹងថាតើធ្វើដូចម្តេចដើម្បីឲ្យវាបាត់ទៅរហូតក្រៅពីហៅជាងសម្អាតរុះរើសម្ភារៈចាស់ដែលខូចនោះចេញធ្វើថ្មីតែការធ្វើបែបនេះនឹងមិនយូរទេវានឹងត្រឡប់មកដូចដើមវិញជាមិនខានទេហើយនេះជាមូលហេតុពិតដែលសត្វកាឌៀកើតសាជាថ្មីមិនចេះអស់មិនចេះហើយសត្វកាឌៀនេះវាកើតចេញពីស្ដេចកាឌៀញីដែលវាវត្តចេញពីសត្វមេភ្លៀងដែលបងប្អូនតែងតែឃើញនៅក្រោយរាំងភ្លៀងពិសេសគឺនៅតំបន់ដែលវារស់នៅតែម្ដងមេកាឌៀនេះវាមានរាងដូចជាដង្កូវអាចមានលទ្ធភាពបង្កើតពងឬក៏កូនរហូតដល់រាប់ពាន់រាប់ម៉ឺនក្នុងមួយថ្ងៃឯណោះហើយនឹងវិវត្តទៅជាកូនកាឌៀតូចហើយបែងចែកជាច្រើនប្រភេទទៀតដូចជាទី1កម្មករកាឌៀមានតួនាទីជាអ្នកសាងសង់ផ្លូវធ្វើសម្បុកស្វែងរកចំណីពីខាងក្រៅមកចិញ្ចឹមកាឌៀទាំងអស់នៅក្នុងសម្បុកដែលបងប្អូនភាគច្រើនគឺតែងតែមើលឃើញផ្ទាល់នៅពេលដែលមានការបំផ្លាញទី2គឺប្រភេទកាឌៀជាកងការពារវាមានតួនាទីជាអ្នកការពារនិងដឹកនាំក្រុមកម្មករទាំងអស់ហើយភាគច្រើនពួកវាមិនចេញក្រៅសម្បុកទេវាមានរាងមាំមានក្បាលហើយនឹងគៀបធំបាទទី3គឺស្ដេចកាឌៀញីនេះតែម្ដងវាមានតួនាទីជាអ្នកផលិតពងបង្កើតកូនបន្តជំនាន់វារស់នៅបានរហូតដល់25ឆ្នាំឬក៏អាចលើសពីនេះអាស្រ័យទៅលើបរិស្ថានរស់នៅរបស់វាសួរថាតើសត្វកាឌៀនឹងវាចូលផ្ទះយើងយ៉ាងដូចម្ដេចបើផ្ទះយើងមើលទៅឃើញបិទជិតដែរនោះបាទពិតហើយសត្វកាឌៀជាប្រភេទសត្វល្អិតដែលមានទំហំតូចល្អិតអាចមានលទ្ធភាពចូលផ្ទះយើងបានគ្រប់ពេលតាមចន្លោះតូចនៃគែមជាងរុនខ្សែភ្លើងកម្លៀតរងការ៉ូតាមឈើសម្ភារៈមិនបានប្រើប្រាស់ទុករយៈពេលយូរនោះហើយសួរថាធ្វើដូចម្ដេចដើម្បីការពារពីហានិភ័យទាំងនេះជាការងាយយើងអាចការពារវាបានតាមរយៈឧស្សាហ៍ត្រួតពិនិត្យជាប្រចាំបំពេញនៅចន្លោះឬក៏ជួសជុលប្រហោងទីតាំងដែលភ្ជាប់រវាងដីហើយនិងផ្ទះនោះទី2ត្រូវឧស្សាហ៍សម្អាតរបស់របរមិនប្រើប្រាស់ឲ្យបានជាប្រចាំក្រៅពីនេះវិធានការរៀបចំប្រព័ន្ធការពារក្រោមដីតាមធ្នឹមមុនសាងសង់ជាជម្រើសដ៏ល្អបំផុតដែលអាចរក្សាបាននូវសោភ័ណភាពនិងប្រសិទ្ធភាពបានយូរអង្វែងប្រសិនបើមានកាឌៀកើតឡើងតើអាចកម្ចាត់វាបានទេចំពោះការកម្ចាត់ដែលមានប្រសិទ្ធភាពនិងពេញនិយមទី1ការដាក់ចំណីចម្លងដើម្បីផ្ដាច់ផ្លូវទាំងសម្បុកតែម្ដងប៉ុន្តែត្រូវប្រើរយៈពេលយូរបន្តិចទី2ខួងឬក៏ចោះរុនការ៉ូដើម្បីបាញ់បញ្ចូលនៅទឹកថ្នាំបញ្ជ្រាបទៅក្រោមដីដើម្បីកម្ចាត់វាភ្លាមព្រមទាំងទទួលបានការការពារពេលក្រោយផងដែរទី3គឺការបាញ់ spray ទឹកថ្នាំកម្ចាត់ភ្លាមក្នុងករណីដែលយើងឃើញវត្តមានរបស់វានៅកន្លែងដែលមានការបំផ្លាញនោះទាំងនេះគឺជាវិធីសាស្ត្រដ៏ល្អបំផុតសម្រាប់ដោះស្រាយបញ្ហាកាឌៀនៅតាមគេហដ្ឋានរបស់យើង